សួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលរឿងចម្លែកមួយនេះគឺជារូបថតកាំរស្មី X មានវិច្ឆេទបណ្ឌិតនៅប្រទេសតៃវ៉ាន់បានថតរស្មី X ឲ្យអ្នកជំងឺហើយក៏ឃើញរូបបានអញ្ចឹងគឺរឿងហ្នឹងវាពិតមិនពិតអីយើងមិនដឹងទេរូបហ្នឹងគេកាត់តក៏អត់យើងអត់ដឹងទេរឿងហ្នឹងប៉ុន្តែបើតាមខ្ញុំគឺខ្ញុំជឿរឿងហ្នឹងហ្មងរឿងហ្នឹងគឺវាមិនឆ្ងាយពីការពិតទេព្រោះអីព្រោះមនុស្សយើងរាល់ថ្ងៃហ្នឹងមនុស្សយើងហូបសាច់សត្វវាច្រើនពេកហូបមាន់ហូបជ្រូកទាគោក្របីអីហ្នឹងត្រីសាច់អីហ្នឹងគឺវាមានគ្រប់ទាំងអស់ហ្នឹងហើយបើយើងគិតទៅមនុស្សយើងហើយសត្វវាមិនខុសគ្នាប្រហែលទេវាខុសតែបិណ្ឌមនុស្សយើងបិណ្ឌច្រើនជាងសត្វវាបាបច្រើនបានវាឆ្លាក់ទៅជាសត្វនោះសត្វតាមគិតទៅវាជាមនុស្សដែរចិត្តមុនវាជាមនុស្សដែរហ្នឹងហើយវាមានបាបច្រើនពេកក៏វាឆ្លាក់ទៅជាសត្វទៅហើយមនុស្សយើងដោយសារតែមានបិណ្ឌច្រើនជាងបានកើតមកជាមនុស្សហ្នឹងហើយមនុស្សយើងហូបសាច់នោះវាច្រើនណាស់វាមិនដូចជាពីដើមនេះពីដើមនៅក្រខ្សត់បើហូបខ្លាំងណាស់ហូបសាច់ត្រីអីអញ្ចឹងចោតទេឥឡូវហ្នឹងហូបសាច់ជ្រូកសាច់មាន់សាច់ទាសាច់គោសាច់ក្របីអីគឺទាំងគ្រប់ហ្នឹងហើយមិនមែនហូបតិចទេហូបច្រើនណាហូបមិនមែនហូបដើម្បីរស់ទេហូបដើម្បីសប្បាយតែម្ដងគឺនៅក្នុងពិធីបុណ្យទានការងារអីហ្នឹងគឺអាមហូបសាច់ហ្នឹងគឺវាពិសេសហ្មងវាច្រើនដល់ស៊ីមិនអស់ហ្នឹងមិនមែនទៅស៊ីដើម្បីរស់រានមានជីវិតទេស៊ីដើម្បីសប្បាយតែម្ដងហេតុនោះហើយយើងហូបអាសាច់ឈាមហ្នឹងមកតម្រង់ច្រើនបន្តិចហើយបើយើងគិតយើងឃើញកន្លែងគេកប់ខ្មោចកន្លែងគេកប់ខ្មោចហ្នឹងភ្នូខ្មោចហ្នឹងកន្លែងហ្នឹងគេកប់សពខ្មោចមនុស្សហើយបើយើងគិតមកខ្លួនមនុស្សយើងវិញយើងក៏ដូចជាកន្លែងកប់ខ្មោចដែរហ្នឹងកន្លែងកប់ខ្មោចសត្វជ្រូកមាន់ទាគោក្របីត្រីសាច់បង្កបង្គាហ្នឹងវាជាសត្វមួយយ៉ាងហើយបើយើងស៊ីសាកសពវាដាក់ចូលក្នុងខ្លួនយើងហ្នឹងខ្លួនមនុស្សយើងសពក៏វាដូចជាកន្លែងកប់ខ្មោចដែរវាមកធឺហ្នឹងវាតែមកធន់ហ្នឹងប៉ុន្តែវាប្រសេសទៀតថាកន្លែងកប់ខ្មោចវាចេះដើរណាមនុស្សយើងក្នុងគ្រឿងប្រាណយើងហ្នឹងគឺកន្លែងកប់ខ្មោចសត្វទៅតាហើយយើងមើលកន្លែងភ្នូខ្មោចមានខ្មោចអត់កន្លែងភ្នូខ្មោចច្រើនណាស់ខ្លះគេអាសាឃើញខ្មោចព្រោះអីអ្នកដួងព្រលឹងអ្នកគេស្លាប់ហ្នឹងគេមិនតន់ទៅចាប់កំណើតមកចិត្តតែនៅវិលទៅហ្នឹងតែអ្នកណាស្រួលខ្មោចលោមវាអញ្ចឹងដល់លេខនោះខ្មោចស្រួលខ្មោចលោមហើយវាមិនខុសទេក្នុងខ្លួនប្រាណមនុស្សយើងអារូបហ្នឹងវាមិនមែនអីមិនដឹងយើងមិនអាចអាងថារូបហ្នឹងវាមានពិតទេវាអាចតែគេកាត់តក៏មានដែរប៉ុន្តែបើតាមខ្ញុំបើគេកាត់តមិនកាត់តអីអារឿងហ្នឹងក៏វាត្រូវតែមានអញ្ចឹងហ្មងព្រោះក្នុងខ្លួនប្រាណយើងហ្នឹងវាមិនខុសឲ្យភ្នូខ្មោចទេវាមិនខុសកន្លែងកប់ខ្មោចទេខុសតែកន្លែងកប់ខ្មោចនៅក្រៅនេះគេកប់ខ្មោចមនុស្សហើយដល់ខ្លួនប្រាណមនុស្សគឺកន្លែងកប់ខ្មោចសត្វធាតុភ្នូខ្មោចតែងតែមានខ្មោចលងហើយបើក្នុងខ្លួនមនុស្សយើងក៏តែងតែមានដួងព្រលឹងសត្វធាតុនៅក្នុងវាទៅតាមអញ្ចឹងដែរវាមិនខុសទេបើតាមខ្ញុំជឿរូបនឹងមាន 100% ណាអ្នកណាមិនជឿខ្ញុំជឿរូបនឹងគឺមាន 100% មនុស្សនឹងឈឺណាព្រោះអាសត្វអាដួងព្រលឹងពួកសត្វហ្នឹងវានៅក្នុងវាធ្វើទុកតែម្ដងបើតាមខ្ញុំគិតទៅចូលខ្លួនយើងកប់សត្វតែខ្មោចសត្វហ្នឹងហើយបើវាត្រូវតែមានដួងព្រលឹងសត្វនៅក្នុងហ្នឹងវាចូលទៅតាមសាច់វាហ្នឹងចូលយើងស៊ីហ្នឹងវាមិនចូលយើងកប់ខ្មោចសត្វធាតុចូលហ្នឹងព្រោះចូលតែមានដួងព្រលឹងសត្វធាតុហើយវាចូលតែមានខ្មោចសត្វនៅក្នុងហ្នឹងហើយហេតុនោះហើយដល់ពេលថតរូបឃើញសត្វនៅក្នុងខ្លួនមនុស្សគឺជារឿងធម្មតាយើងមើលមានមាន់មានឆ្កែមានជ្រូកមានគ្រប់តែហ្មងគឺមានឥឡូវយើងឃើញក្នុងហ្នឹងមាន4ទេមានតែជ្រូកមាន់ហើយនឹងឆ្កែនៅមានច្រើនទៀតប៉ុន្តែប្រហែលជា4គោនឹងវាខ្លាំងដួងព្រលឹងវាខ្លាំង
វានៅជាប់នឹងហ្មងបើមនុស្សយើងនៅបន់ច្រើនណាបន់យើងនៅការពារបានណាវាមិនធ្វើអីយើងបានទេវានៅមែនតែវាមិនធ្វើអីបានទេដេកស្ងំនៅក្នុងនោះសពដេកខ្មោចនៅក្នុងភ្នូងោមិនខ្លាំងមិនតាន់ដល់ពេលវាមិនលងណាទេហើយដល់ពេលជួបមនុស្សខ្សោយមនុស្សមានអារម្មណ៍មិនគឺមានគេថានេះអារម្មណ៍មិនខ្លាំងអារម្មណ៍គឺមិនដឹងថាម៉េចគឺថាមនុស្សអាសាខ្លាចខ្មោចគឺដល់ឆ្លងគឺខ្មោចក៏លងហ្មងហើយដូចជាមនុស្សយើងអញ្ចឹងខ្មោចសត្វនៅក្នុងខ្លួនពេលយើងនៅបិណ្ឌច្រើននៅក្នុងខ្លួនយើងបិណ្ឌច្រើនបិណ្ឌការពារវាធ្វើអីមិនបានទេវាដេកស្ងំហ្នឹងហើយដល់ពេលយើងវាបិណ្ឌយើងខ្សោយបិណ្ឌយើងវាមួយថ្ងៃវាចង់បន្តិចឯងព្រោះឲ្យយើងធ្វើបាបច្រើនធ្វើបិណ្ឌបន្តិចហ្នឹងយើងប្រើតែបិណ្ឌរាល់ថ្ងៃប្រើយូរទៅអស់បិណ្ឌយើងវាស្ដើងបន្តិចដងដល់ពេលយើងអស់បិណ្ឌទៅអត់មានបិណ្ឌការពារអាសត្វវាធ្វើទុកវាបានដៃវាធ្វើយើងឈឺចឹងទៅធ្វើឈឺចេះធ្វើចង់ចឹងទៅហ្នឹងហើយឥឡូវឃើញហើយយើងឃើញរូបនេះយើងគួរពិចារណាណាវាពិតមិនពិតអីខ្ញុំមិនដឹងទេប៉ុន្តែយើងអាចគួរពិចារណាគឺថាមនុស្សយើងគឺបើអ្នកណាហូបសាច់គឺជាខ្លួនប្រាណយើងគឺជាភ្នូខ្មោចកប់ខ្មោចសត្វធាតុហេតុនោះហើយពេលគេថតរស្មី X វាឃើញរូបសត្វនៅក្នុងរូបហ្នឹងវាមិនមានអីចម្លែកទេតាមខ្ញុំមកវាមានអីចម្លែកទេព្រោះតែពីយូរឡូវយើងមិនបានឃើញតែប៉ុណ្ណោះវាគ្មានអីចម្លែកទេវាធម្មតាហើយតែគេថតវាមិនជាប់ដល់ពេលម្ដងហ្នឹងគេថតវាជាប់ព្រោះអីវាខ្លាំងពេកដួងព្រលឹងវាខ្លាំងវាមានរិទ្ធវាអាចបង្ហាញខ្លួនឲ្យថតឃើញហ្នឹងហ្មងមិនធម្មតាទេណា